ជំរាបសួរនាងខ្ញុំឈ្មោះជួងសុភីជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី12នៃវិទ្យាល័យហ៊ុនសែនមិត្តភាពថ្ងៃនេះផងដែរនាងខ្ញុំមកចែករំលែកចំណេះដឹងសម្រាប់ជាជំនួយដល់បងប្អូនថ្នាក់ទី12ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃខាងមុខចំណុចទី1បងប្អូនត្រូវរៀនសូត្រឲ្យបានទៀងទាត់ពេលវេលាចំណុចទី2បង្កើនការស្រាវជ្រាវនិងហ្វឹកហាត់ទៅលើលំហាត់ទី3បងប្អូនត្រូវថែរក្សាសុខភាពនិងគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តឲ្យបានរឹងមាំទី4គឺត្រៀមរៀបចំសម្ភារៈសម្រាប់ការប្រឡងចាចំណុចទី1គឺការរៀនសូត្រឲ្យបានទៀងទាត់តកតងទៅនឹងការរៀនសូត្រឲ្យបានទៀងទាត់នេះផងដែរបងប្អូនត្រូវចេះរៀបចំកាលវិភាគនៃការរៀនហ្នឹងមិនខ្លះមុខវិជ្ជាដែលយើងប្រឡងមានប្រមាណមុខអញ្ចឹងបងប្អូនត្រូវដាក់ម៉ោងទៅគណិតត្រូវរៀនប្រមាណភាសាខ្មែរត្រូវរៀនប្រមាណរូបវិទ្យាត្រូវរៀនរយៈពេលប្រមាណអញ្ចឹងទៅនេះជាឧទាហរណ៍ណាហើយនៅក្នុងចំណុចទាំងអស់នេះផងដែរទោះបីជាមុខវិជ្ជាលំហាត់ឬក៏មុខវិជ្ជាមេរៀនបងអូនបើមានចម្ងល់តាក់ទងទៅនឹងលំហាត់បងអូនអាចសួរទៅកាន់គ្រូតាមរយៈការឆាតឬតាមការជួបគាត់ឲ្យផ្ទាល់ហើយមេរៀនអញ្ចឹងដូចគ្នាផងដែរបើសិនជាមិនសូវជាចាំបងអូនអាចដាក់ជាសំណួរសួរគ្នាទៅវិញទៅមកហើយចំណុចមួយទៀតផងដែរបងអូនត្រូវធ្វើឡើងវិញទៅលើវិញ្ញាសាប្រឡងចាស់ប្រឡងហើយឆ្នាំមុនណាប្រឡងហើយឆ្នាំមុនធ្វើទៅកំណត់ម៉ោងពេលចាចំណុចទី2តកតងទៅនឹងការស្រាវជ្រាវនិងហ្វឹកហាត់ការស្រាវជ្រាវនិងហ្វឹកហាត់ហ្នឹងគឺវាភ្ជាប់គ្នាទៅនឹងចំណុចទី1ផងដែរបងអូនអាចស្រាវជ្រាវទៅលើវិញ្ញាសាចាស់ព្រមទាំងវិញ្ញាសាថ្មីសម្រាប់យកមកធ្វើដោយដាក់ម៉ោងដាក់ពេលអញ្ចឹងមកហើយធ្វើម៉េចគឺធ្វើតេស្តខ្លួនឯងជាប្រចាំហ្នឹងគឺបងអូនកំណត់ពេលវេលានិងបន្ទុកឧទាហរណ៍ដូចជាមុខវិជ្ជាគណិតវិទ្យាលំហាត់នឹងមួយគឺយើងត្រូវការ35បន្ទុកអញ្ចឹងបងអូនអាចដាក់លំហាត់នឹងមកអង្គុយធ្វើទៅនៅក្នុងរយៈពេល35នាទីអញ្ចឹងតើពេលដែល35នាទីបញ្ចប់បងអូនក៏ត្រូវដាក់ប៊ិចចុះផងដែរហើយបងអូនរាប់មើលថាតើការធ្វើរបស់បងអូននឹងបានត្រឹមត្រូវអត់ហើយបើសិនបើក្នុងនោះបងអូនអត់ទាន់មានភាពជឿជាក់ថាក្នុងរយៈពេល30នាទីហ្នឹងទេបងអូនធ្វើនឹងវាអត់ទាន់បានថាវាត្រូវឬក៏យ៉ាងណាទេបងអូនអាចសួរគ្រូណាអាចសួរទៅគ្រូអញ្ចឹងទៅគ្រូអាចផ្ដល់ជាយោបល់ឲ្យបងអូនថាឥឡូវបងអូននៅខុសចំណុចនេះនៅស្ទើរកន្លែងនេះត្រូវបន្ថែមចេះអញ្ចឹងអូនអាចសួរទៅគ្រូបានចានៅក្នុងចំណុចទី3គឺការថែរក្សាសុខភាពផ្លូវកាយនិងផ្លូវអារម្មណ៍ដូច្នេះផងដែរគឺតកតងទៅនឹងការបរិភោគអាហារអញ្ចឹងបងអូនទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងរឿងចំណីអាហារយើងមិនមែនចេះតែញ៉ាំអីតាមតែចិត្តឃ្លានចិត្តចង់តែផ្ដេសតែផ្ដាស់ទេធ្វើឲ្យវាមានបញ្ហាទៅដល់សុខភាពរបស់យើងអាចជាឈឺអញ្ចឹងទៅធ្វើឲ្យការសិក្សារបស់បងអូនគឺប៉ះពាល់ខ្លាំងបើសិនបើសុខភាពផ្លូវកាយរបស់បងអូនហ្នឹងគឺវាអត់ល្អបងអូនឈឺអញ្ចឹងអារម្មណ៍នៅក្នុងការរៀនសូត្រការចងចាំអីក៏វាអត់សូវល្អដែរអញ្ចឹងហើយសូមធ្វើម៉េចចំណីអាហារគឺជ្រើសរើសអាហារណាដែលមានសុខភាពជាពិសេសហ្នឹងគឺអាហារដែលជំនួយសម្រាប់ខួរក្បាលក្នុងនោះផងដែរសម្រាប់សុខភាពផ្លូវអារម្មណ៍ហ្នឹងគឺបងអូនត្រូវធ្វើម៉េចមានន័យថាយើងតាំងចិត្តនៅក្នុងអារម្មណ៍របស់យើងបង្កើនភាពជឿជាក់នៅក្នុងការដោះស្រាយលំហាត់ឬក៏ទន្ទិញមេរៀនអីមួយអញ្ចឹងទៅណាអញ្ចឹងភាពជឿជាក់នេះគឺជាកម្លាំងចិត្តដែលខ្លាំងបំផុតសម្រាប់ពេលថ្ងៃប្រឡងតែម្ដងអញ្ចឹងពេលដែលបងអូនមានភាពជឿជាក់លើខ្លួនឯងមានន័យថាពេលដែលបងអូនដោះស្រាយលំហាត់ឬក៏ឆ្លើយមេរៀនអីណាមួយគឺបងអូនអាចនឹងមានន័យថាមានភាពប្រកបវិជ្ជាយើងដឹងច្បាស់ថាពេលដែលយើងធ្វើហើយយើងនឹងទទួលបានបន្ទុកប៉ុណ្ណា
ចានៅក្នុងចំណុចនេះផងដែរបើសិនបើបងអូនដាក់ពេលវេលារៀនក្នុងករណីដែលយើងមានគេថាវាសម្ពាធផ្លូវអារម្មណ៍ពេលខ្លះយើងរៀនច្រើនទៅវា full វាពេញអារម្មណ៍របស់យើងណាអញ្ចឹងវាពេញពេកអញ្ចឹងទៅធ្វើឲ្យយើងវាស្មុគស្មាញអញ្ចឹងដើម្បីកាត់បន្ថយភាពស្មុគស្មាញនេះបានបងអូនអាចចេញក្រៅទៅហាត់កីឡាអីបន្តិចអញ្ចឹងទៅឲ្យបែកញើសអញ្ចឹងទៅមកវិញងូតទឹកអីស្អាតបាតចូលរៀនវិញគឺបងអូនអាចចាប់បានហើយអ្វីដែលស្មុគស្មាញធ្វើអត់ចេញពេលដែលយើងស្រឡះអារម្មណ៍យើងត្រឡប់មកវិញគឺយើងអាចធ្វើកិច្ចការនោះបានចាឥឡូវយើងចូលដល់ចំណុចទី4ចំណុចសំខាន់ទី4នោះគឺតកតងទៅនឹងការត្រៀមសម្ភារៈឯកសារសម្រាប់ចូលទៅមណ្ឌលប្រឡងអញ្ចឹងបន្ទាប់ពីយើងបានត្រៀមចំណុច1 2 3កន្លងមកហើយយើងចូលដល់ទី4នេះគឺបងអូនត្រូវត្រៀមស្អីដែលត្រូវយកទៅប្រឡងខ្លះមានបេកមានខ្មៅដៃមានបន្ទាត់មានប៉ារ៉ាបូលមានរ៉ាប៉ូទ័រមានដៃឈានអីហ្នឹងគឺបងអូនរៀបចំមកកញ្ចប់អញ្ចឹងទៅហើយអ្វីដែលពិសេសជាងនឹងតទៅទៀតគឺសូមកុំភ្លេចកាតសិស្សណាអញ្ចឹងសូមកុំភ្លេចអញ្ចឹងរបស់អស់ហ្នឹងគឺយើងរៀបចំឲ្យបានរួចរាល់គ្រប់ជ្រុងជ្រោយហើយយើងរៀបចំមកកញ្ចប់ទៅដាក់លើតុយើងសម្រាប់ត្រៀមយកទៅប្រឡងហើយតកតងការរៀបរបស់អស់នឹងផងដែរដូចជាបិចដូចជាអីហ្នឹងបងអូនធ្វើម៉េចយកមកសរសេរគូសវាធ្វើឲ្យនិយាយទៅឲ្យវារដាស់ណាកុំឲ្យវារដាក់រដប់ដូចបិចហ្នឹងអញ្ចឹងគូសសរសេរវាឲ្យវាចេញទឹកបានល្អអីចឹងទៅនឹងតកតងនឹងចំណុចទី4